bà đôi mà đích tới đây cái hai tha một sọ một pro liệt bà một sọ một pro liệt chia một sọ đại dương tục bị cõi riêng vén bà chẳng thay này nhôm một quần dồi của mày ôn pi rồi biết cắt một sọ một pro liệt của mày ôn á bà chẳng sầm rạp của mày ôn này mình toàn sờ đắng mình toàn sờ che cắt một sọ một pro liệt nhôm nâng quần dồi của mày ôn nó không vì tao đi pi rồi biết cắt một sọ một pro liệt bà một sọ một pro liệt chaពីដើមគាត់ពេញនិយមមែនតើបាទប្រភេទម៉ូតសក់នេះបាទម៉ូតសក់នេះដែរគឺយើងធ្វើការឈូសគឺយើងពាក់ពុំលេខ 4.5 ដុល្លារទេដូចយើងឈូសធម្មតាទេបាទយើងធ្វើការឈូសបែបហ្នឹងទៅពុកម៉ែបងប្អូនណាបាទយើងឈូសពីចំហៀងហ្នឹងឡើងខ្ពស់បាទប៉ុន្តែត្រង់ចំណុចគៀនស្លឹកអាជីពុកម៉ែបងប្អូនណាបាទយើងអត់អាចឈូសវាខ្ពស់បានទេបាទអញ្ចឹងនៅពេលដែលយើងឈូសកន្លែងគៀនស្លឹកអាជីបាទពុកម៉ែបងប្អូនត្រូវចាំណាគឺយើងផ្អៀងមុខម៉ូទ័របាទយើងផ្អៀងមុខម៉ូទ័រឲ្យវាស៊ីប្រហែលជាប្រឡោះពុំហ្នឹងពីប្រឡោះបានហើយបាទយើងកុំឲ្យវាស៊ីពេញមុខម៉ូទ័រពេកបាទកាលណាដែលវាស៊ីពេញមុខម៉ូទ័រនោះអាគៀនស្លឹកកាជៀកហ្នឹងវាឡើងខ្ពស់បាទអញ្ចឹងវាអត់ចេញជាមុខពលាកនោះទេបាទអញ្ចឹងយើងធ្វើការឈូសយើងផ្អៀងមុខម៉ូទ័រវាមកឲ្យវាស៊ីមុខពុំហ្នឹងតែពីប្រឡោះពុំបានហើយបាទអញ្ចឹងវាស៊ីតិចទេបាទចំណែកពីក្រោយគឺយើងឈូសលើកវាទៀបទេឲ្យវាស្មើនឹងតើងស្លឹកកាជៀកអាខាងក្រោមហ្នឹងមកបាទអញ្ចឹងបានគេហៅថាម៉ូតសក់មុខពលាកបាទម៉ូតសក់មុខពលាកជាប្រភេទម៉ូតសក់ដែលយើងឈូសដែរប៉ុន្តែយើងទុកពីក្រោយរៀងវែងបាទវែងចុះមកក្រោមណាបាទយើងអត់លើកវាខ្ពស់ដូចម៉ូតសក់យើងឈូសខ្ពស់ទេបាទបន្ទាប់មកទៀតគឺយើងប្រើក្រាស់សេរីធម្មតាដូចយើងសេរីសក់រកដូរមកត្រង់ចំណុចដែលយើងឈូសហ្នឹងពុកម៉ែបងប្អូនណាបាទយើងសេរីឲ្យវាស្អាតទាំងពីចំហៀងទាំងពីក្រោយដូចគ្នាបាទប៉ុន្តែវាខុសត្រង់ថាយើងឈូសកន្លែងគៀនស្លឹកកាជៀកហ្នឹងយើងអត់អាចឈូសវាឲ្យពេញមុខម៉ូទ័របានទេបាទយើងឈូសវាផ្អៀងមកឲ្យស៊ីតែពីប្រឡោះពុំបានហើយបាទបន្ទាប់មកទៀតគឺយើងប្រើពុំលេខ 3 មីលីម៉ែត្របាទឈូសបតិញតដូចគ្នាទៅបាទប្រភេទម៉ូតសក់នេះយើងយកបតិញស្មោលជាងសក់បាទយើងឈូសតដូចគ្នាដែរបាទទាំងពីចំហៀងទាំងពីក្រោយបាទយើងលើកទៀបបែបហ្នឹងមកពីក្រោយបាទយើងកុំលើកខ្ពស់ឲ្យសោះបាទបើសិនជាយើងលើកខ្ពស់វាអត់ចាញ់ជាមុខពលាកទេពុកម៉ែបងប្អូនណាបាទអញ្ចឹងបើសិនជាយើងចង់កាត់ម៉ូតសក់មុខពលាកយើងកាត់លើកពីក្រោយទៀបបានហើយបាទបន្ទាប់មកគឺយើងពាក់ពុំលេខ 1.5 មីលីម៉ែត្រទៀតឈូសដេញត្រឹមជើងសក់ហ្នឹងបានហើយបាទយើងឈូសត្រឹមលើស្លឹកកាជៀកខាងលើមកបាទទាំងពីក្រោយទាំងអីយើងរំលឹងជើងសក់ក្រោមហ្នឹងបាទឲ្យវាម៉ត់បន្តិចបាទបានវាឃើញស្អាតប្រភេទម៉ូតសក់មុខពលាកបែបហ្នឹងណាពុកម៉ែបងប្អូនបាទបន្ទាប់មកគឺយើងធ្វើការច្រឹបជើងសក់វាទៅមុននឹងយើងធ្វើការកោបប្រភេទម៉ូតសក់មុខពលាកប្រភេទម៉ូតសក់ឈូសបដិញបាទតើតែយើងកោជើងសក់បានវាឃើញស្អាតបាទបន្ទាប់មកគឺយើងប្រើម៉ូទ័ររំលឹងហ្នឹងបាទតើ X7 ហ្នឹងយើងមួធ្មេញវាស៊ីអស់យើងរំលឹងជើងសក់ខាងក្រោមហ្នឹងឲ្យវាបានស្អាតមកបាទឲ្យវាម៉ត់បាទបានវាឃើញស្អាតបាទកុំឲ្យវានៅរួមខាងក្រោមហ្នឹងបាទយើងចាប់ផ្ដើមធ្វើការច្រឹបជើងសក់វាមកបាទច្រឹបវាឲ្យចេញជារាងមកមុននឹងយើងធ្វើការកោបបាទប្រភេទម៉ូតសក់នេះគឺយើងផ្ដោតទៅលើការកោសំខាន់មែនតើបាទកាលណាដែលយើងកាត់ពីចំហៀងស្អាតយើងកោជើងសក់អត់បានស្អាតនោះទម្រង់សក់របស់ពុកម៉ែបងប្អូនក៏មើលទៅក៏វាអត់ឃើញស្អាតដែរពុកម៉ែបងប្អូនណាបាទអញ្ចឹងយើងព្យាយាមកោវាមកបាទត្រង់ចំណុចពីចំហៀងបែបនេះបាទពុកម៉ែបងប្អូនត្រូវកោយ៉ាងម៉េចឲ្យវាចេញជារាងកោងបាទលក្ខណៈដងសទូចបាទអញ្ចឹងយើងកោរួចយើងផ្កាប់ផ្លែឡាមឡើងទៅលើដើម្បីកោវាបន្ថែមទៀតឲ្យវាមានដានកោងជាប់គ្នាកុំឲ្យវាមានឃើញដានដាច់ណាបាទបន្ទាប់មកទៀតគឺយើងកោសវាចុះមកក្រោមបាទយើងអូសវាចូលមកក្រោមកោចុះមកក្រោមបែបហ្នឹងដាក់ដងឡាមឲ្យត្រង់កោរហូតមកជើងសក់ឲ្យវែងបាទលក្ខណៈគេហៅថាខ្សែដួនបាទទុកជើងសក់ឲ្យវែងបាទបដិញយកជើងសក់រៀងខ្សែដួនណាពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតគឺយើងកោកន្លែងស្លឹកកាជៀកបែបហ្នឹងគឺយើងដាក់ផ្លែឡាមកាប់ឡើងមកលើយើងពុតស្លឹកកាជៀកមកឲ្យត្រង់ចំណុចពីខាងក្រោយគឺយើងកោចុះតាមដានដែលយើងច្រឹបហ្នឹងកោឲ្យវាមានដានដិតឲ្យច្បាស់ឲ្យចុះមកក្រោមសិនបន្ទាប់មកយើងដាក់ឡាមទៅតឹងយើងអូសចុះមកក្រោមបន្តទៀតដើម្បីឲ្យវាដាច់ស្មើស្អាតបាទយើងកោបែបហ្នឹងមកបាទគឺជាការស្រេចតែម្ដងពុកម៉ែបងប្អូនណាបាទបន្ទាប់មកគឺយើងប្រើម៉ូទ័ររំលីងជើងសក់យើងបោសជើងសក់ឲ្យខាងក្រោមបន្តិចទៀតដើម្បីឲ្យវាម៉ត់បន្តិចបាទឲ្យជើងត្រូវការជើងសក់ហ្នឹងឲ្យរាងស្ដើងបាទនេះហើយជាលទ្ធផលសក់របស់យើងបាទជាចុងក្រោយបើសិនជាពុកម៉ែបងប្អូនស្រឡាញ់គាំទ្រ
បាទកុំភ្លេចជួយចុច like ចុច share ក៏ជួយ follow page របស់ខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូននឹងទទួលបានវីដេអូថ្មីៗពីការបង្រៀនកាត់សក់ខ្ញុំទៀតបាទពុកម៉ែបងប្អូនអរគុណច្រើន